សួរបងប្អូនអរគ្នាបាទវល់មកកាន់វីដេអូរបស់យើងវិញបងប្អូនបាទនិយាយទៅកាលថ្ងៃមុននេះបងប្អូនឃើញហើយគឺយើងទៅខួបប្រើរហូតនៅខាងខេត្តកំពតបងប្អូនបាទហើយថ្ងៃនេះតែក៏ខ្ញុំចូលរួមដែរហើយចូលរួមដោយខ្ញុំជិះម៉ូតូទៅមករាល់ដងមួយរយៈហ្នឹងខ្ញុំខានជិះម៉ូតូទៅ trip យូរហើយដោយសារតែពីច្រើនគឺខ្ញុំដាក់ឡានទៅហើយតែថ្ងៃនេះតែសម្រាប់ចិត្តថាខ្ញុំនឹងជិះម៉ូតូបងប្អូនបាទហើយថ្ងៃនេះបងប្អូនវិញស្រេងបងប្អូនបាទអ្នកនៅវិញស្រេងស្គាល់ហើយបាទអូនលុយលោអត់លុយតែបិជើង 4-500 បាទដូចខ្ញុំអត់លុយទិញបិជើងដោយបងប្អូនស្រីពាក់ទេឥឡូវយើងរៀបចំចេញដំណើរបងប្អូនបាទដោយសារតែខ្ញុំអត់ថតវីដេអូនៅកន្លែងទីតាំងដែលចាប់ផ្ដើមច្រើនទេដោយសារតែខ្ញុំអត់ចង់ឲ្យវីដេអូវាកាន់តែវែងហើយខ្ញុំព្យាយាមកាត់លំអិតមែនតើដោយសារតែវីដេអូបងប្អូនដឹងស្រាប់ហើយថាយើងជាអ្នកធ្វើវីដេអូមិនងាយទេបងប្អូនពេលខ្លះបងប្អូនគិតថាធ្វើវីដេអូគ្រាន់តែថតហើយយកមកចេះកាត់ចូលសលេងមិនងាយទេបងប្អូនបាទយើងត្រូវអង្គុយអុសមើលប្លង់សំខាន់រកកន្លែងណាដើម្បីយើងដាក់ទៅឲ្យបងប្អូនចាប់អារម្មណ៍ចង់មើលអញ្ចឹងណាហើយថ្ងៃនេះដែរគឺខ្ញុំជិះទូកទី V4 បងប្អូនបាទ V4S របស់ខ្ញុំតែខ្ញុំទៅតែកាត់បានថ្មីនេះដែរទេហើយមានបងប្អូនយើងច្រើនឆាតមកសុំចែកចៅឡើងវិញតែដោយសារអីខ្ញុំមានអារម្មណ៍ថាខ្ញុំជាប់ចិត្តជាប់បេះដូងមួយមកអញ្ចឹងខ្ញុំអត់ទាន់សម្រេចចិត្តឲ្យខ្ញុំផុសលក់ទេហើយបងប្អូនយើងឆាតមកតាំងពីមុនដែលខ្ញុំទៅខួបក្រុមទៀតបងប្អូនយើងឆាតមកសុំទិញសួរតម្លៃតែខ្ញុំថាខ្ញុំអត់ទាន់លក់ទេខ្ញុំຕົកជិះសិនដោយសារតែពិបាករកទិញម៉ូតូស្អាតខ្ញុំទៅជិះណាហើយម៉ូតូធ្វើជើងខ្ញុំរៀងអស់ដែរខ្ញុំសល់ម៉ូតូលក់ហើយដល់កន្លែងនេះគឺខ្ញុំឈប់មួយផ្លែតបងប្អូនមកដោយសារតែខ្ញុំមកមុនគេខ្ញុំមានអារម្មណ៍ថាដូចដាច់តែឯងពេកអញ្ចឹងក៏សម្រេចចិត្តថាឈប់ផ្លែតដើម្បីឲ្យបងប្អូនយើងមកអញ្ចឹងទៅយើងតាមពីក្រោយអញ្ចឹងណាមានប្លង់ជិះជុំគ្នាហើយបងប្អូនយើងមកហីទេដោយសារតែចេញពីពេញមកស្ទះពេកអញ្ចឹងខ្ញុំក៏រត់មកមួយមុននឹងទៅក៏ដាច់បងប្អូនយើងអស់អញ្ចឹងទៅហើយក៏បន្តដំណើរបន្តទៅមុខនេះគឺយើងតាមផ្លូវជាតិលេខ3បងប្អូនបាទគឺយើងសម្ដៅទៅខេត្តកំពតហើយខ្ញុំអត់ចង់ឲ្យវីដេអូយើងកាន់ទៅវែងអញ្ចឹងបាទខ្ញុំព្យាយាមធ្វើម៉េចកាត់វីដេអូទៅមកចេញខ្លីអញ្ចឹងណាបងប្អូនបាទដោយសារតែអូយបងប្អូនដឹងស្រាប់ហើយឥឡូវបើយើងឧទាហរណ៍ថាយើងបើក GoPro ចោលយើងជិះពីពេញទៅដល់កំពត1ម៉ោងជាង2ម៉ោងចុះបងប្អូនឃើញស្រាប់ហើយគាត់ថត1ម៉ោងជាង2ម៉ោងហើយយកមកលម្អិតគ្រប់ប្លង់តាំងពីដល់កន្លែងកម្មវិធីតាំងពីអីយកមកកាត់ចូលជាវីដេអូបងប្អូនអើយងាយទេតែគ្រាន់តែខានជិះអារម្មណ៍បែបនេះយូរដែរខ្ញុំខានជិះម៉ូតូជុំគ្នាច្រើននិយាយទៅថ្ងៃនេះកម្មវិធីម៉ូតូមានចង់ខ្ទង់200ម៉ូតូជាងបងប្អូនបានតែគ្រាន់តែថាជាក់ស្ដែងដែលចូលរួមនៅក្នុងកម្មវិធីនោះហ្មងគឺបានតែ100ជាងអ្នកទេតែសារតែខាង resort គឺវា stock បានតែប៉ុណ្្នឹងអញ្ចឹងបងប្អូនយើងមួយចំនួនគឺគាត់គេងនៅខាងក្រៅគាត់ថាគាត់ទៅចូលរួមអ្នកខ្លះទៅក៏គាត់វល់ល្ងាចជាប់ការងារជាប់អីចឹងណាហើយខ្ញុំទៅនេះគឺដោយសារអីទី1ក៏ខ្ញុំទៅកម្មវិធីខាងប្រើរហូតដែលគាត់អញ្ជើញខ្ញុំទៅចូលរួមផងដែរហើយអរគុណដល់ខាងប្រធានក្រុមដែលគាត់បានអញ្ជើញហើយមានបងប្អូនយើងហូហែបន្តកតុយគ្នាម្ដងតិចដោយសារតែផ្លូវថ្ងៃនេះគឺយើងអត់អាចជិះទៅជាក្បួនអីច្រើនហែហោមពេញផ្លូវទេបងប្អូនបានដោយសារតែទី1ថ្ងៃនេះឆ្អៀតហើយបើបងប្អូនឃើញស្រាប់ហ្នឹងយើងឆ្អៀតផ្លូវបានថាមួយងូងហើយតម្លាក់ក្រៅវិញអញ្ចឹងណាហើយខ្ញុំជិះក៏ខ្ញុំអត់ជិះលឿនដែរខ្ញុំជិះ110 120 90 110 120អីទេដោយសារតែផ្លូវថ្ងៃនេះគឺយើងជិះលឿនកើតទេថ្ងៃសៅរ៍អាទិត្យថ្ងៃចុងសប្តាហ៍អញ្ចឹងមានបងប្អូនយើងធ្វើដំណើរទៅខេត្តកំពតដែរគាត់ទៅដើរលេងទៅអីចឹងណាចុងសប្តាហ៍បងប្អូនដឹងស្រាប់ហើយគឺខេត្តកំពតយើងគឺភ្ញៀវទេសចរច្រើនណាហើយក៏ខ្ញុំបើកហាងរកស៊ីនៅខេត្តកំពតដែរអញ្ចឹងបងប្អូនដែលទៅលេងខេត្តកំពតកុំភ្លេចចូលរួមជួយ support ហាងបាយហាងកាហ្វេរបស់ខ្ញុំបានផងនៅខេត្តកំពតបងប្អូនបាទបងប្អូនដែលជា fan ខ្ញុំប្រហែលជាស្គាល់ហើយយើងគ្រាន់តែតេស្តបានតែមួយងោងទេបងប្អូនបាទបានតែមួយងោងទៅដល់មុខមានឡាននេះមានតម្លាក់វិញអញ្ចឹងណាហើយយើងជិះព្យាយាមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាបងប្អូនបាទកុំជិះឆេកុំជិះចាក់កុំឲ្យប៉ះពាល់ដល់អ្នកដទៃហើយបងប្អូនរថយន្តក៏ដូចគ្នាសុំជិះពេលដែលគាត់បត់ឬគាត់ឆ្លងឬគាត់វាយសុំសញ្ញោអីមុនឲ្យដឹងយើងដឹងដើម្បីយើងជិះស្រួលជិះអញ្ចឹងណាបងប្អូនបាទតាមពិតការច្បាប់ចរាចរណ៍ពាក់ព័ន្ធនៅលើដងផ្លូវតាមពិតបើយើងជិះធម្មតាមកមិនមានគ្រោះថ្នាក់ទេណាតែបងប្អូនយើងតែងតែបំពេញទី1មិនថាយើងនិយាយតែលើម៉ូតូធំឯងម៉ូតូធំក៏មានអ្នកខ្លះដែលគាត់បំពេញអញ្ចឹងទៅមានអ្នកខ្លះក៏គាត់ល្អអញ្ចឹងទៅហើយដូចជាក់ស្ដែងម៉ូតូទូចក៏ដូចគ្នាមានអ្នកខ្លះក៏ជិះធម្មតាអ្នកខ្លះបរហោះ
អ្នកខ្លះឆែអ្នកខ្លះអីចឹងទៅបងប្អូនបាទដល់ពេលចឹងវាធ្វើឲ្យបដាលើគ្រោះថ្នាក់ដល់អ្នកដទៃហើយជីតាមផ្លូវបងប្អូនអើយចេញពីតាភ្នំពេញបន្តិចមកដល់ទឹកដីតកែវគឺត្រជាក់ជុំហ្មងបងប្អូនបាទភ្លៀងបងប្អូនឃើញនៅលើផ្លូវហើយភ្លៀងសើមផ្លូវឲ្យលីងហើយខ្ញុំជិះនេះបើជិះក្រោយឡានទឹកដីវិញបងប្អូនបាច់និយាយទេគ្រាន់តែយកទៅដៃជូតតែមួករត់ទៅមុខទៀតយកដៃជូតទៅមួករត់ទៅមុខទៀតដោយសារអីអាកង់ឡានកង់អីគាត់ផាយដីផាយភក់មកវាចំកញ្ចក់មុខការពារយើងណាក៏អញ្ចឹងយើងមើលផ្លត់ឃើញហើយយើងជៀតបានលឿនទេបងប្អូនមកជិះបានតិចតួចមកយើង control បានហើយពាក់ព័ន្ធនឹងម៉ូតូរបស់យើងបងប្អូនឃើញពេលខ្លះឃើញខ្ញុំជិះ80 90 100ជាងអីតាមពិតមិនថាហ្នឹងលបឿនយើងលឿនឬក៏អីទេតាមពិតហ្នឹងលបឿនប៉ុណ្ណឹងនៅយឺតរបស់ម៉ូតូហ្នឹងបងប្អូនបាទម៉ូតូធំតាមពិតលបឿនលឿនណាស់តែគាត់ថាយើងស្មានថាពេលណាដែលយើងជិះលឿនពេលណាដែលយើងជិះយឺតអញ្ចឹងបងប្អូនឃើញដៃខ្ញុំកវាសហ្នឹងគឺខ្ញុំជូតមួកការពារដោយសារតែវាខ្ទាតពួកមកបងប្អូនបាទហើយបងប្អូនមើលសិនម៉ូតូថ្លៃបងប្អូនបាទមាន BM មានអីជុំគ្នាមានគ្រប់ម៉ាកគ្រប់ model បងប្អូនបាទបងប្អូនយើងពេលខ្លះគាត់តែនិយាយថាម៉ូតូធំក្មេងទំនើងម៉ូតូធំចេះម៉ូតូធំចុះបងប្អូនសូមយកពាក្យក្មេងទំនើងហ្នឹងទៅពិចារណាឡើងវិញបងប្អូនបាទមិនមែនថាខ្ញុំនិយាយនេះខ្ញុំខឹងឬក៏អីច្រឡោតតតងអីទេគ្រាន់តែថាពេលខ្លះបងប្អូនត្រូវឆ្លងកាត់ចានអញ្ញាណបងប្អូនត្រូវគិតតែចេះគ្មានក្មេងទំនើងណាដែលមានលុយទិញម៉ូតូរាប់ម៉ឺនដុល្លារយកមកជិះទេបងប្អូនបាទម៉ូតូជិះសរាប់ម៉ឺនដុល្លារបងប្អូនបាទម៉ូតូមួយអត់មានថោកទេយ៉ាងតិចក៏$1000 5-6,000ឡើងណាហ្នឹងថោកបំផុតហើយដូចម៉ូតូពួកខ្ញុំជិះអីបងខ្លះគាត់ជិះអីម៉ូតូមានពី20000 50000 100000ក៏មានដែរបងប្អូនបាទអញ្ចឹងអត់មានក្មេងទំនើងណាទៅទិញរបស់ចឹងជិះទេបងប្អូនបាទហើយពួកខ្ញុំសិតតែអ្នករកស៊ីអ្នកធ្វើការអីដូចគ្នាសំចៃសំលុយអីចឹងទៅដើម្បីយកប្រាក់ចំណូលយកមកពេញក្តីសម័យរបស់ខ្លួនឯងចឹងទៅបងប្អូនបាទមានអារម្មណ៍អីដែរតោលីងមកតំលៀងម៉ូតូស្អាតចូលយាយអើយម៉ែកញ្ចក់ខ្មាសាក់នេះល្ងិតស្លុបអាងិតស្លុបហ្មងមានតែគាត់ថ្ងៃនេះគេមកបន្ទាប់ពីយើងចេញពីការ៉ាសាំងមកគឺភ្លៀងបន្តទៀតបងប្អូនបាទនិយាយទៅគឺចេញ trip ពីភ្នំពេញមកចូលគ្រាន់តែចូលទឹកដីតកែវគឺភ្លៀងជាប់ហ្មងបងប្អូនបាទភ្លៀងជាប់រហូតដល់ពេលមកដល់ការ៉ាសាំងរៀងរាំងបន្តិចចេញពីការ៉ាសាំងមកភ្លៀងទៀតនិយាយទៅរត់បានលឿនទេបងប្អូនមករត់លឿនតិចទៅដើម្បីសុវត្ថិភាពភាសាតាទី1សបកកង់ខ្ញុំក៏ជាប្រភេទសបកកង់តងោដែលសម្រាប់រត់លឿនហើយលើផ្លូវស្ងួតដែរដល់ពេលអញ្ចឹងយើងគិតពីលើសុវត្ថិភាពដែរក៏យើងសម្រេចចិត្តថាយើងរត់យឺតបានហើយដើម្បីសុវត្ថិភាពផ្លែទៅក៏យើងរត់មកស្ទុះក៏យើងមកដល់ខាងលោកយាយម៉ៅបងប្អូនបាទហើយខ្ញុំមកដល់លោកយាយម៉ៅពីច្រើនគឺខ្ញុំព្យាយាមធ្វើម៉េចអុជធូបចូលអុជធូបសែនប្រេងដល់លោកយាយអញ្ចឹងដើម្បីសូមសុខសប្បាយហើយសូមឲ្យការរកស៊ីយើងរលូនទៅមុខវាភ្ញៀវច្រើនមិនថាហាងបាយហាងកាហ្វេមិនថា business ផ្សេងរបស់យើងទេឥឡូវមានបងប្អូនយើងជិះមកកាត់នេះបដាក៏ឆ្លៀតថតវីដេអូបងប្អូនយើងទៅបាទ A few moments later បងធ្វើនឹកពុនមែនគួយនឹកពុនផ្ទះវិញឡើយជុំយ៉ាប្តីល្អខ្ញុំម៉ូតូmấyក្រុងខ្ជូតជាងគេចាបោកផ្លូវមែនបងបាទខាងកំពង់សោមបងប្អូនបាទខាងកំពង់សោមគាត់ជនជាតិឥណ្ឌូហ៎ណាគេចិនអូចិនឡើយនេះបន្ទាប់ពីបាយថ្ងៃរួចរាល់គឺយើងចាប់ផ្ដើមកម្មវិធីដង្ហែក្បួនបងប្អូនបាទគឺយើងជិះដើរលេងនៅក្នុងក្រុងកំពតដើម្បីនឹងហែក្បួនតាមតំបន់ទេសចរផ្សេងៗអញ្ចឹងណាបងប្អូនបាទនេះសិបងប្អូនយើងមានបងមកកំពង់សោមបាទនេះមន្ត្រីក្រហមមួយប្រពន្ធគាត់និយាយទៅជុំគ្នាច្រើនបងប្អូនបាទជុំគ្នាច្រើនពេលហែក្បួននេះហើយមានបងប្អូនមួយចំនួនគឺគាត់គេនៅក្រៅទេដោយសារតែ resort គឺដាក់អត់អស់ទេ
ហើយគាត់ចុះឈ្មោះក្រោយអីចឹងទៅក៏គាត់គេងនៅក្រៅតែគាត់មកហែក្បួនជុំគ្នាអញ្ចឹងណាបងប្អូនបាទហើយអធិស្ឋានដល់បងប្អូនយើងនៅក្នុងខេត្តមែនតើអធិស្ឋានមួយថ្ងៃបងម៉ូតូធំវាតែមានហើយបងប្អូនបាទសលេងរំខានប៉ះពាល់ដល់បងប្អូនតិចតួចតែគាត់ថាយើងអត់បានទៅជិះលឿនជិះអីទេយើងជិះយឺតទាំងហែក្បួនអញ្ចឹងណាបងប្អូនបាទដើម្បីទៅតាមតំបន់ទេសចរផ្សេងថតបង្ហាញពីតំបន់ទេសចរប្រម៉ូទទៅកាន់បងប្អូនដែលគាត់អត់ទាន់ស្គាល់ពីតំបន់ទេសចរនៅខេត្តកំពតហើយយើងធ្វើនេះកម្មវិធីសិតតែយើងស្នើសុំទៅខាងរដ្ឋាភិបាលដូចជាចវាយខេត្តដូចជាអីផ្សេងបងប្អូនបាទថ្នាក់ដឹកនាំខេត្តទាំងអស់នៅក្នុងខេត្តកំពតមិនថានគរបាលមន្ត្រីមន្ទីរទេសចរអីផ្សេងគឺយើងស្នើសុំអស់ហើយមុននឹងយើងចាប់ដើមធ្វើកម្មវិធីមួយបងប្អូនបាទដើម្បីយើងនឹងហែក្បួនមានសណ្ដាប់ធ្នាប់ការរៀបចំហើយយើងទៅដល់ទីតាំងមួយគឺយើងឈប់ថតបង្ហាញថតវីដេអូអីផ្សេងដើម្បីយើងបង្ហាញពីតំបន់ទេសចរអញ្ចឹងណាបងប្អូនបាទហើយនេះផ្លូវពីយើងជិះពីផ្លូវកែបនេះគេហៅផ្លូវជាតិលេខ33បងប្អូនបាទយើងជិះពីចេញពីតំបន់ឡៃរីសតយើងស្នាក់នៅហ្នឹងហើយយើងជុំគ្នាបងប្អូនណានេះបងគាត់មកបានដល់វល់ល្ងាចទេឥឡូវគាត់ទៅវិញឯសារគាត់នឹកប្រពន្ធពេកបាទនេះ V4S 025បងប្អូនបាទពួក V4S 025មួយយ៉ាងបងប្អូនបាទរៀងវាខុសពី V4 អាស៊េរីរបស់ខ្ញុំជីវារៀងស្គមជាងហើយសាក់ស៊ីវាប្រើ2បងប្អូនបាទពួកនេះគេប្រើបច្ចេកទេសថ្មីខ្ញុំអត់តន់ធ្លាប់សាកដែរទេចាំមើលចាំខ្ញុំមានលុយចាំខ្ញុំទិញសាកបងប្អូនបាទពួកនេះវារៀង slim ជាងតែរូបរាងវាគូតក្រោយវាស្តៀងគ្នាទេហើយសាក់ស៊ីវាចេញ2វិញបងប្អូនបាទហើយឥឡូវគឺយើងមកដល់តំបន់ម្ដុំសេះសមុទ្រគឺយើងឈប់ម៉ូតូចតត្រឹមត្រូវមានបងកងកម្លាំងគាត់ជួយសម្រួលចរាចរណ៍ឲ្យអរគុណច្រើនលើកបណ្ណាពាក់ព័ន្ធនឹងក្រសួងទេសចរលើកតំបន់ទេសចរខេត្តកំពតជាងចឹងទៅហើយក៏យើងកាត់មកដល់កម្មវិធីពេលល្ងាចយើងវិញមកដល់ខាងនេះបងវណ្ណាសុខេងបាទម៉ោងយើងញ៉ាំអីយើងរវល់ហ្នឹងគឺបងវណ្ណាសុខេងគាត់អត់ទាន់បានញ៉ាំអីទេគឺត្រូវ edit រូបដើម្បីទុកផុសបដើឲ្យបងប្អូនយើងអញ្ចឹងមហាកាមេរ៉ាមែនមិនដូចយើងទេណាបងប្អូនបាទឥឡូវបន្ទាប់ពីយើងញ៉ាំអីហើយដល់វគ្គចាប់អង្វាន់ប្រពន្ធខ្ញុំក៏គាត់ចាប់អង្វាន់បានឈ្នះបានកៅអៅខ្ជុំនេះមកឈុតដែរបាទនិយាយទៅមានបងប្អូនយើងត្រូវអង្វាន់លុយត្រូវអង្វាន់អីច្រើនហើយបន្ទាប់មកគឺយើងចូលមកដល់នេះគឺយើងច្រៀងបទចម្រៀងពាក់ព័ន្ធនឹងការលើកទឹកចិត្តកងទ័ពបងប្អូនបាទហើយវីដេអូនេះដែរគឺជាវីដេអូចាស់ទេបងប្អូនមិនមែនវីដេអូថ្មីទេអញ្ចឹងយើងចង់បង្ហាញថាសកម្មភាពដែលយើងជប់លៀងនេះគឺតាំងពីមុនសង្គ្រាមបងប្អូនបាទតែគាត់ថាខ្ញុំអត់ទាន់បានកាត់ផុសឥឡូវតែខ្ញុំបានផុសអញ្ចឹងណាបងប្អូនបាទអរគុណច្រើនសម្រាប់ការទស្សនាវីដេអូនេះបងប្អូនបាទជួយ like ជួយ share ទាំងអស់គ្នាផងបាយបាយ